សួស្តីណាព្យាបាលទាំងអស់គ្នាថ្ងៃនេះខ្ញុំថតសកម្មភាពតកតងទៅនឹងការបង្រៀននិងរៀនរបស់សិស្សានុសិស្សដែលរៀនម៉ោង5ម៉ោង6អធិស្ឋានម៉ោង6ម៉ោង7ហ្នឹងហើយនៅថ្ងៃនេះគឺថ្ងៃទី11ខែ11ឆ្នាំ2025គឺជាថ្ងៃដែលល្អមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយឃើញថាសិស្សានុសិស្សទាំងអស់គ្នាខិតខំរៀនសូត្រមែនតើបាទខ្ញុំដាក់កិច្ចការឲ្យធ្វើឲ្យអានណាអ្វីផ្សេងគាត់ខំមែនតើហ្នឹងហើយណាមួយខ្ញុំព្យាយាមជំរុញឲ្យគាត់អនុវត្ត skill ទាំង4ជំនាញទាំង4នោះមានទី1ការអានគឺសំខាន់មែនទែនក្នុងការរៀនភាសាអង់គ្លេសបងប្អូនទាំងអស់គ្នាណាអញ្ចឹងមុនដំបូងគេយើងត្រូវចេះអានទី1គឺយើងត្រូវចេះសំឡេងរបស់វាសិនណាសំឡេងភាសាអង់គ្លេសគឺត្រូវចេះអានណាចំណុចទី2នោះគឺព្យាយាមឲ្យគាត់ណាចេះស្ដាប់បាទជំនាញក្នុងការស្ដាប់ហ្នឹងហើយយើងមានចាក់ជាសំឡេងឲ្យគាត់អនុវត្តជារៀងរាល់ថ្ងៃដើម្បីឲ្យគាត់ផ្សំក្នុងការស្ដាប់សំឡេងរបស់បរទេសណាហើយតកតងទី4ជំនាញក្នុងការសរសេរគឺសំខាន់មែនទែនឲ្យគាត់រៀនអនុវត្តណាប្រកបអនុវត្តសរសេរតាមអានអនុវត្តសរសេរអត្ថបទឲ្យផ្សេងចឹងទៅដើម្បីឲ្យគាត់មានជំនាញក្នុងការសរសេរជំនាញចុងក្រោយគឺជំនាញក្នុងការនិយាយ speaking គេថា speaking ណាអញ្ចឹងឲ្យគាត់ឡើងអនុវត្តនិយាយណាអត្ថបទណាសន្ទនាអីផ្សេងទាំងអស់ហ្នឹងដើម្បីឲ្យគាត់ណាទី1ឲ្យគាត់ក្លាហានទី2ឲ្យគាត់ស៊ាំក្នុងថ្នាក់ផងនិងក្រៅថ្នាក់ផងអញ្ចឹងកុំឲ្យគាត់មានអារម្មណ៍ថាខ្លាចគេខ្លាចមិត្តរួមថ្នាក់អញ្ចឹងបងប្អូនទាំងគ្នាហ្នឹងហើយនេះគឺជាសកម្មភាពរបស់ខ្ញុំទាំងស្រុងណាក្នុងការរៀននិងបង្រៀនសិស្សានុសិស្សទាំងអស់គ្នាហើយអរគុណដល់អាណាព្យាបាលទាំងអស់បានចូលរួមសហការបញ្ជូនកូនមកសិក្សាភាសាអង់គ្លេសរបស់ខ្ញុំណាជារៀងរាល់ថ្ងៃទោះបីជាពេលវេលារៀងយប់បន្តិចមែនក៏ប៉ុន្តែមិនជាបញ្ហាចោតទេដោយសារគាត់គិតថាការរៀនគឺសំខាន់ណាការរៀនគឺសំខាន់ណាស់ហើយភាសាអង់គ្លេសនេះគឺសំខាន់មែនទែនណាមិនថាតែភាសាអង់គ្លេសមិនថាតែភាសាអីទេតែភាសាបរទេសណាគឺសំខាន់ទាំងអស់ក្នុងការយកមកប្រើនៅប្រកបរបរអាជីវកម្មឬក៏ធ្វើការងារអីផ្សេងចឹងទៅភាសាខ្មែររបស់យើងក៏សំខាន់ដូចគ្នាបងប្អូនទាំងគ្នាកុំភ្លេចណារៀនភាសាបរទេសហើយកុំភ្លេចរៀនភាសាខ្មែរផងដែរហ្នឹងហើយយើងរៀនទាំងអស់ចេះច្រើនកាលណាល្អកាលហ្នឹងណាជាយាមទាំងអស់គ្នាជំរុញនៅសាលានេះគឺខ្ញុំជាយាមជំរុញឲ្យគាត់រៀនទាំងអស់គ្នាហើយទៅផ្ទះវិញសង្ឃឹមថាគាត់ខិតខំរៀនបន្ថែមទៀតនឹងអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច subscribe channel របស់ខ្ញុំអ្នកមួយផងបាទអរគុណច្រើនជម្រាបលាជួបនៅវីដេអូក្រោយ